អូខេសួស្តីអ្នកនរគ្នាហើយនៅក្នុងវីដេអូមួយនេះផងដែរខ្ញុំធ្វើការបង្ហាញបងប្អូនអ្នកគ្នាទាក់ទងជាមួយនឹងរបៀបនៃការ check មើល hard disk តើ hard disk នៅក្នុងកុំព្យូទ័ររបស់យើងសុខភាពមាននៅប៉ុណ្ណាហើយទំហំនៃការប្រើប្រាស់មានរយៈពេលប៉ុណ្ណាអញ្ចឹងនេះគឺជាកម្មវិធីដែលខ្ញុំឧស្សាហ៍ប្រើជាងគេគឺ Crystal Disk Info យើងគ្រាន់តែចូលទៅក្នុង app មិនទៅគឺយើងអាចពិនិត្យមើលសុខភាព hard disk កុំព្យូទ័ររបស់យើងដូចជាស្ដែងកុំព្យូទ័ររបស់ខ្ញុំគឺសុខភាពរបស់វាគឺវានៅល្អ 97% ហើយចំនួននៃការប្រើប្រាស់1245ម៉ោងឃើញថាវាតិចដែរហើយចំនួនការបិទបើកហ្នឹងគឺ555ដងអញ្ចឹងគឺយើងមើលនៅកន្លែងហ្នឹងអញ្ចឹងដើម្បីឲ្យយើង check នៅក្នុងហ្នឹងបានយើងអាចថាគឺយើងមើលឈ្មោះវានៅក្នុងនេះតែម្ដងទៅយើងអាចថាយើងធ្វើការស្រាវជ្រាវរកនៅក្នុង Google បាទនេះCrystal Disk Info download ចឹងយើងមើលទៅជាស្ដែងយើងអាចប្រើសន្ទុះយើងអាចមើលទៅលើ version មួយណាដែលបងប្អូនគិតថាវាសមល្មមសម្រាប់ការប្រើប្រាស់ព្រោះនេះវាមានតាមប្រភេទ version របស់វាដែរហើយគាត់ថាបងប្អូន download មកគាត់ធ្វើការតម្លើងនៅខ្លួនឯងមកគឺអូខេបាត់ហើយចឹងអានេះវាអត់ពិបាកទេកម្មវិធីហ្នឹងអូខេនេះយក version មួយហ្នឹងក៏បានដែរអាហ្នឹងអូខេបានដូចគ្នាទេយើងគ្រាន់តែ download ហើយយកធ្វើការតម្លើងមកគឺយើងអាចប្រើប្រាស់បានហើយយើង check មើលទៅលើសុខភាព hard disk កុំព្យូទ័ររបស់យើងបានល្អតែប៉ុណ្ណឹងហើយមូលហេតុដែលបានខ្ញុំលើកយកវីដេអូនេះគឺដើម្បីឲ្យយើងតាមដានទាក់ទងជាមួយនឹងសុខភាព hard disk ពេលខ្លះយើងប្រើកុំព្យូទ័រប្រើស្រាប់តែពេល check hard disk ខូចបាត់គឺយើងអត់ដឹងថាទៅរកឯកសារមកពីណាទេម្ល៉េះហើយទើបខ្ញុំលើកវីដេអូនឹងមួយយកមកធ្វើការបង្ហាញបងប្អូនគ្នាអញ្ចឹងអរគុណច្រើនណាស់ហើយយើងជួបគ្នាជាមួយវីដេអូក្រោយបន្ថែមទៀត